នាភៈនិរដីនៃប្រទេសកម្ពុជាក្នុងស្រុកបទុមសាគរខេត្តកោះកុងមានទឹកដីមួយដែលលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់អមទៅដោយសម្រស់ធម្មជាតិដ៏វិសេសវិសាលនោះគឺសហគមន៍នេសាទឃុំកណ្ដោលទីនេះមិនត្រឹមតែជាកន្លែងផ្ដល់កំណើតដល់មច្ឆជាតិប៉ុណ្ណោះទេប៉ុន្តែវាគឺជាដង្ហើមជីវិតនិងជាប្រភពសេដ្ឋកិច្ចដ៏ចម្បងសម្រាប់ប្រជាពលរដ្ឋរាប់រយគ្រួសារឃុំកណ្ដោលសម្បូរទៅដោយធនធានធម្មជាតិដែលកម្ររកបានជាពិសេសគឺសត្វផ្សោតជាមួយនឹងព្រៃកោងកាងដ៏ក្រាស់ឃ្មឹកដែលប្រៀបដូចជាជញ្ជាំងការពារខ្យល់ព្យុះជីវភាពរបស់បងប្អូននៅទីនេះផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតជាមួយសមុទ្ររាល់ថ្ងៃគេសង្កេតឃើញទូកនេសាទតូចធំធ្វើដំណើរចេញចូលមិនដាច់ដើម្បីនាំយកភោគផលសមុទ្រស្រស់ៗមកកាន់ទីផ្សារអ្វីដែលកាន់តែពិសេសគឺការនេសាទបែបលក្ខណៈគ្រួសារដែលនៅតែបន្តនៅអត្តសញ្ញាណដើមនិងការប្រើប្រាស់ឧបករណ៍នេសាទដែលមិនបំផ្លាញបរិស្ថានសហគមន៍នេសាទឃុំកណ្ដោលមិនត្រឹមតែជាកន្លែងនេសាទនោះទេប៉ុន្តែក៏ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញសម្រាប់អ្នកដែលចង់ស្វែងរកជីវភាពពិតៗរបស់អ្នកនេសាទនិងចង់ដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធក៏ដូចជាចង់ឃើញសត្វផ្សោតដ៏កម្រនៅក្នុងខេត្តកោះកុងចូលរួមគាំទ្រទិសដៅទេសចរណ៍ក្នុងស្រុកនិងជួយថែរក្សាការពារបរិស្ថានសមុទ្ររបស់យើងទាំងអស់គ្នាដើម្បីឲ្យសម្រស់ឃុំកណ្ដោលខេត្តកោះកុងនៅតែបន្តភាពស្រស់ត្រកាលនិងក្លាយទៅជាទិសដៅទេសចរណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ